ទស្សនវិជ្ជាទាំងស្រុងសម្រាប់ការប្រកួតអបបាញ់មិញបានចប់សពគ្រប់ទៅហើយទាំងការចែកនៅទឹកប្រាក់លើទឹកចិត្តរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដល់កីឡាករទាំងអស់ប្រិយមិត្តទស្សនិកជនជាទីមេត្រីឥឡូវយើងទៅទស្សនារូបភាព highlight បន្តិចសិនសម្រាប់ការប្រកួតទាំងស្រុងលទ្ធផល2-1នេះបាទទស្សនារូបភាព highlight ការប្រកួតទាំងស្រុងរវាងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ Clear រវាងក្រុមម្ចាស់ផ្ទះកម្ពុជាបាទទទួលស្វាគមន៍ក្រុមភ្ញៀវសង្ហបុរីនៅក្នុងការប្រកួតជំនួបលក្ខណៈមិត្តភាពដែលក្រុមកម្ពុជាបានស្វែងរកជ័យជំនះដំបូងបាទនៅក្នុងពេលជួបគ្នាជាមួយនឹងក្រុមសង្ហបុរីការប្រកួតចាប់ផ្ដើមមកដំបូងគឺក្រុមសង្ហបុរីបន្តការគ្រប់គ្រងបាល់បានច្រើននិងមានឱកាសសម្រុកច្រើនបាទទៅលើក្រុមម្ចាស់ផ្ទះកម្ពុជាបាទដូចជាឱកាសកន្លែងនេះពីស៊ូចាត់បាទជាអ្នកបញ្ជូនចូលកណ្ដាលហើយស៊ូយ៉ាទីបាទបើសិនជាអត់ត្រូវដៃស៊ូយ៉ាទីទេបាទនេះគឺចូលបាត់ទៅហើយបាទជួយសង្គ្រោះបានពីអ្នកចាំទីស៊ូយ៉ាទីហើយបាទ free kick របស់កីឡាករច័ន្ទវឌ្ឍនាការល្អយកតែមែនតើដែលធ្វើឲ្យមួយគ្រាប់នេះក្រុមកម្ពុជានាំមុខមុន1-0ហើយធ្វើឲ្យច័ន្ទវឌ្ឍនាការបានក្លាយទៅជាកីឡាករ Man of the Match នៅក្នុងការប្រកួតនេះផងដែររូបភាពភាសាហើយភាសាទៀតគ្រាប់បាល់មួយនេះគឺអស់ទាស់មួយគ្រាប់នេះបាទធ្វើឲ្យអ្នកចាំទីអ៊ីស្វ៉ាន់មកបុតនេះគឺមិនដឹងជានិយាយថាម៉េចទេបាទជួយមិនបានទេប៉ុន្តែក្រោយមកទៀតគឺក្រុមសង្ហបុរីក៏តាមស្មើបានវិញពីការតាត់មួយក្បាលរបស់កីឡាករ Khairul Amri បាទតាមស្មើមកវិញបាទភ្លាមប្រហែលនាទីក្រោយបាទពីច័ន្ទវឌ្ឍនាការសុទ្ធបាទ free kick នោះ1-1បាទស៊ូយ៉ាទីប្រឹងប្រែងហក់បាទអស់ពីចំហរបស់ខ្លួនហើយនៅតែមិនប៉ះបាល់នេះទៀតបាទតែបានល្អមែនទែនបាទពីកីឡាករបាទ Khairul Amri បាទក្រោយមកទៀតគឺ Khairul ដដែលបាទសុទ្ធបាទ free kick កន្លែងនេះតែដោយខ្សែការពីមិត្តរួមក្រុមរបស់ខ្លួនទូលទៅខាងក្រៅបាត់ទៅហើយបាទមិនបានសម្រេចទេបាទនេះហើយបាទជាអ្នកតែរបស់ក្រុមសង្ហបុរីបាទក្រោយមកទៀតគឺក្រុមកម្ពុជាក៏មានឱកាសសម្រុកទៅកន្លែងនេះកៅសុកភេងសុទ្ធមកជើងឆ្វេងនេះឡើងទៅខាងលើខ្ពស់ណាស់បាទកៅសុកភេងមិនមានសំណាងទេថ្ងៃនេះក៏មានការប៉ះទង្គិចច្រើនដែរសម្រាប់កៅសុកភេងបាទពីការបង្កកំហុសរបស់ក្រុមសង្ហបុរីបាទកៅសុកភេងបាទឱកាសកន្លែងនេះហើយដែលជាគ្រាប់ជ័យជំនះពីកីឡាករទឹកអ៊ីណាពីការបញ្ជូនរបស់កីឡាករច័ន្ទវឌ្ឍនាការល្អមែនទែនបាទសម្លឹងឃើញទឹកអ៊ីណាមកហើយក៏បញ្ជូនទៅចំមែនតើហើយក៏សុទ្ធចូលគឺអត់មានគេថាផ្្លាត់ស្នៀទេបាទសម្រាប់កីឡាករទឹកឌីណាបាទដែលជាគ្រាប់ជ័យជំនះសម្រាប់ក្រុមកម្ពុជាបាទនៅក្នុងការប្រកួតនេះតាំងពីចុងវគ្គទី1បាទការប្រកួតឈានចូលដល់វគ្គទី2បន្តទៀតក្រុមកម្ពុជាបាទត្រូវបានក្រុមសង្ហបុរីនេះដាក់គំនាបខ្លាំងមែនទែនដូចជាបាល់ free kick មួយនេះបាទគឺចំនឹងបង្គោលទីបាទគឺចំណុចដែលច័ន្ទវឌ្ឍនាការសុទ្ធចូលប៉ុន្តែខាងក្រុមសង្ហបុរីទាត់បុកនៅបង្គោលទីបាទអារីហ្វីនបាទអារីហ្វីនហើយក៏ឌីណាក៏មានឱកាសដែរប៉ុន្តែវគ្គទី2នេះគឺបិទចិត្តតែម្ដងបាទឌីណាគឺមានឱកាសចឹង3 4ដងបាទនេះហើយបាទសុទ្ធនេះចំរៀងចំកពួនជើងទៀតណាបាទបើសិនជាបានវ៉ូឡេវិញនេះហើយបាទកន្លែងសុទ្ធមកជើងពីចម្ងាយនេះជួយបានពីអ៊ីស្វ៉ាន់មកបុតបាទអ៊ីស្វ៉ាន់មកបុតជួយបានពីការសុទ្ធមកជើងរបស់ទឹកឌីណាបាទល្អមែនទែនហើយមិនទាន់អស់ទេទឹកឌីណាសុទ្ធរបៀបនេះបាទទឹកឌីណាមានឱកាសបន្តទៀតបាទទៅហើយបាទកន្លែងរੂសំបឿនបញ្ជូនមកជើងឆ្វេងនេះមើលទៅដូចចូលបាទប៉ុន្តែអត់ចំគោលដៅសុំទៅសារបាទរੂសំបឿនបញ្ជូនឲ្យទឹកឌីណាហើយក៏ទប់មួយវ៉ូឡេទៅតែម្ដងបាទកិច្ចអ្នកខ្សែការពារសង្ហបុរីដែរបាទសោកស្ដាយសម្រាប់ទឹកឌីណាបាទនេះហើយគឺជាចំណុចដែលហុងភេងទទួលបានកាតក្រហមបាទនៅក្នុងការប្រកួតបាទកាតលឿងទី2បាទសម្រាប់កីឡាករហុងភេងបាទសោកស្ដាយដែលការប្រកួតមិត្តភាពគឺមានកាតក្រហមបាទនេះហើយគឺកន្លែងដែលមកជើងចំបាល់ចំនឹងបង្គោលទីបាទក្រុមសង្ហបុរីថ្ងៃនេះគឺគ្មានសំណាងទេបាទកីឡាករ Navas ស្ទើរមកជើងស្ដាំនេះបុកនឹងបង្គោលទីបាទសោកស្ដាយបាទសម្រាប់ក្រុមសង្ហបុរីបាទជិតចប់ការប្រកួតហើយបាទលទ្ធផលបានរក្សាដល់ចប់ការប្រកួត2-1បាទចូលរួមអបអរសាទរសម្រាប់ក្រុមកម្ពុជាដែលបានកែប្រែប្រវត្តិសាស្ត្របាល់ទាត់ជួបជាមួយនឹងក្រុមសង្ហបុរីគឺយើងបានឈ្នះមកវិញហើយលើកទី7យើងបានឈ្នះមកវិញសម្រាប់ការប្រកួតនេះហើយក៏សូមអរគុណដល់បងប្អូនដែលបានចូលរួមទស្សនាការប្រកួតរបស់យើងដែលផ្សាយផ្ទាល់តាំងពីវេលាម៉ោង5:30 នាទីមកដល់ពេលនេះផងដែរពិសេសបងប្អូនដែលបានចូលរួមគាំទ្រផ្ទាល់នៅកីឡដ្ឋាន
ខ្ញុំបានជំនួសមកឲ្យក្រុមការងាររបស់ទូទស្សន៍ព័ត៌មាន BTV សូមខន្តីនិងអធិស្ឋានរាល់កំហុសខុសឆ្គងក្នុងការអធិប្បាយរបស់ខ្ញុំបាទទាំងពីរនិងក្រុមការងារផ្សាយផ្ទាល់ផងដែរគណៈពេលនេះខ្ញុំបានក្រុមការងារសូមអរគុណនិងសូមគោរពលារាត្រីសួស្តី